សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី16ដល់7នៃរឿងអំណាចស្ដេចនៃកងទ័ពអមតៈនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលព្រឹកយើងក៏បានឃើញជាមួយនឹងវៃសៀវបានផ្អែកសម្រាកនៅក្រោមដើមឈើមួយយ៉ាងហត់នឿយក៏លូផងដែរទីបំផុតបានកំចាត់វាចោលអញ្ចឹងហើយពេលនេះគាត់មានអារម្មណ៍ថាមានសុវត្ថិភាពបន្តិចអញ្ចឹងដោយសារតែគាត់រត់ពេញមួយយប់ក៏មានអារម្មណ៍ថាឃ្លានដកយកនំកញ្ចប់មួយដកមកហាយហូបរំពេចនឹងក៏មានផ្លែប៉េះមួយបានធ្លាក់ពីលើដើមឈើមកវៃសៀវគាត់បានសម្លឹងឡើងលើហើយនឹងបានឃើញជាមួយនឹងស្វាមួយបានធ្វើកាយវិការចុះឡើងដោយមិនមានបំណងអាក្រក់នោះទេហើយវៃសៀវយើងមិនទាន់ពីបានឃើញស្វានឹងហើយព្យាបាលមែនតើមេតវាទូចទេប៉ុន្តែ level ធំ level 35ឯណោះអញ្ចឹងឆ្ងល់ផងដែររត់មកដល់ទីនេះហើយប៉ុន្តែបែរជាបានជួបស្វាមាស level 35ទៀតស្វានឹងក៏បានគប់ផ្លែប៉េះមួយឲ្យគាត់បានចង្អុលទៅកាន់នំវៃសៀវកាន់នៅក្នុងដៃក៏ដូចជាបានចង្អុលទៅកាន់មាត់វាវៃសៀវក៏បានដឹងថាវាចង់ដូរផ្លែប៉េះនេះជាមួយនឹងនំកញ្ចប់នៅក្នុងដៃគាត់បន្ទាប់ពីបាននំនឹងហើយស្វានឹងក៏បានស៊ីយកហើយមើលទៅឆ្ងាញ់មែនតើរំពេចនឹងក៏បានបាត់ចេញពីទីនឹងយ៉ាងលឿនតែម្ដងដលៃវៃសើគាត់ក៏បង្ហើយនំដែលនៅសល់ស្រាប់តែស្វានឹងក៏បានលេចចេញមកម្ដងទៀតហើយនឹងបានយកកុចអ្វីមួយយ៉ាងមកដូរនំស៊ីវៃសើបានឃើញកុចនឹងហើយក៏បានដឹងថាវាគឺជាក្របពូជវេទមន្តដែលអាចដោះលូតលាស់នៅលើដើមឈើតែអសរថ្នាក់ S ដឹងចឹងនឹងព្យាបាលមែនតែស្វាមួយនេះមិនដែលកំណើតជាអ្វីទៅហើយអ្វីបានចររបស់ល្អបែបនេះឃើញស្វាមាសនឹងក៏បានធ្វើកាយវិការចង់ស៊ីទៀតប៉ុន្តែវៃសៀវក៏បានប្រាប់ទៅកាន់វាខ្ញុំបានហូបអស់ហើយប៉ុន្តែខ្ញុំនឹងសងអញវិញនៅពេលក្រោយស្វាមាសបានលឿនចាំងខឹងមែនតែស្រែកចេះចាចវៃសៀវក៏បានប្រាប់ឲ្យវាស្ងាត់សិនទៅខ្ញុំមិនបានថាមិនផ្ដល់ឲ្យឯងឯណាប៉ុន្តែវាមិនស្ដាប់ទេក៏បានហក់ទៅបំបុកវៃសៀវពេញមួយទំហឹងឡើងបាសជើងអញ្ចឹងក៏បានដកយកបិសាចក្រុងឆ្អឹងមួយមកការពារហើយនឹងព្យាយាមបញ្ចូលទៅកាន់វាដែលសួរទៅកាន់វាតើឯងចង់ញ៉ាំរបស់ដែលឆ្ងាញ់មែនទេដូចជាសាច់ជ្រូកអាំងទាអាំងមាន់ដុតអីចឹងទៅបន្តនិយាយមកទៅកាន់ស្វាមាសទៅពិតជាចូលចិត្តទោះបីជាមិនទាន់បានសាកក៏ដឹងតែឆ្ងាញ់គាត់ក៏បានហៅវាចូលកុយសន្យាជាមួយនឹងគ្នាហើយខ្ញុំនឹងនាំបានចាក់ចេញពីទីហ្នឹងទៅសាររបស់ឆ្ងាញ់ទាំងអស់នោះស្វាមាសក៏បានយល់ព្រមបន្ទាប់មកនេះទាំងពីរក៏បានចូលកុយសន្យាឈាមជាមួយនឹងគ្នាដែលស្វាមាសនឹងដែរវាក៏បានប្រែទៅជារាងកាយដើមមើលទៅគួរឲ្យកំណាចហើយក៏ចំណៃបិសាចនៅក្នុងការផ្លាស់ប្ដូរទី3ក៏ជា level 35ហ្នឹងហើយបន្ទាប់ពីស្វាមាសនឹងបានខ្លាយទៅជាសត្វកិច្ចសន្យាគាត់អាចដឹងអំពីអារម្មណ៍វាបានដែរដែលវាបានប្រាប់ទៅកាន់គាត់តាមរយៈប្រព័ន្ធនឹងថាចង់ស៊ីទីអាំងទីអីតាមនៅវៃសៀវបានប្រាប់បាញ់មិញចឹងណាវៃសៀវក៏បានតបទៅកាន់វាថាខ្ញុំដឹងហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេស្វាមាសក៏ចេះនិយាយថែមទៀតផងបញ្ជាក់ប្រាប់ទៅកាន់វៃសៀវខ្ញុំចង់ស៊ីកញ្ញាមខ្លាឃ្មុំអាំងវៃសៀវក៏បានតបវិញថាមិនអីនោះទេខ្ញុំនឹងនាំឯងទៅយ៉ាងអញ្ចឹងតើឯងមានឈ្មោះដែរទេវាក៏បានតបថាអត់មានទេអញ្ចឹងវៃសៀវក៏បានដាក់ឈ្មោះឲ្យវាថាតាសឹងតើឯងពេញចិត្តដែរទេវាក៏បានតបថាល្អស្ដាប់ទៅដូចជាល្អណាស់ហើយបន្ទាប់ទៀតវៃសៀវក៏បានបញ្ចេញនឹងជ្រូកប្រៃរបស់គាត់ចេញមកនឹងបានហៅស្វាមាសតោះពួកយើងធ្វើដំណើរទៅមុខសាច់រឿងក៏បានកាត់ទៅដល់ប៉ុន្មានថ្ងៃក្រោយមកយើងក៏បានឃើញវៃសៀវនៅតែបន្តប្រមាញ់ទៅលើដង្កូវវាលខ្សាច់ទាំងអស់នេះទីបំផុតក៏បានធ្វើឲ្យគាត់ឡើងដល់ level 29ស្វាមាសក៏មានអារម្មណ៍ដឹងថាមានដង្ហើមមនុស្សយ៉ាងច្រើននៅខាងមុខចឹងវៃសែលក៏បានឆ្ពោះទៅកាន់ទីតាំងមួយនឹងដែលឡើងនៅខាងក្រោមមនុស្សនេះវិញបន្ទាប់ពីពួកគេបានឃើញវៃសែលមកហើយថែមទាំងបានឃើញជាមួយនឹងស្វាមាសដែលមានកម្រិតខ្ពស់មកជាមួយនឹងវៃសែលទៀតនោះពួកគេក៏បានសរសើរទៅកាន់វៃសែលថាពិតជាលយមែនទែនវៃសែលក៏បានសួរទៅកាន់អ្នកទាំងអស់គ្នាហើយអ្វីបានជាអ្នកទាំងអស់គ្នានៅទីនេះម្នាក់នេះគេបានតបថាដោយសារតែមាននរណាគេម្នាក់បានឃើញភ្នែកនៃ Snow នៅចិត្តនេះវៃសែលក៏បានសួរបន្តយ៉ាងលឿនថាចុះបើសិនជាយើងអាចយកភ្នែកនៃ Snow នឹងបានគឺមានន័យថាពួកយើងអាចចាក់ចេញពីទីនេះបានមែនម្នាក់នឹងដដែលគេបានតទៅវិញទៅថាមិនងាយនោះទេដោយសារតែសារចម្លើយដែលបានការពារនៅទីនោះមានមេជាមួយនឹងកូនចៅឬក្រៅមកបានជាច្រើនមានប្រទេសចិនកូរ៉េជាមួយនឹងប្រទេសផ្សេងទៀតប្រមាណជាង100,000នាក់បានចូលទៅទីនោះដើម្បីនឹងរកភ្នែកនៃ Snow នៃការបង្កើតប៉ុន្តែលទ្ធផលពួកយើងខាតបង់យ៉ាងខ្លាំងនៅសល់មនុស្សប្រមាណជាង 10,000 នាក់ប៉ុណ្ណោះនៅមានជីវិតវៃសែលក៏បានឆ្ងល់សល់ជាង 10,000 នាក់ប៉ុន្តែហើយអ្វីបានចនៅទីនេះឃើញប្រមាណជាង 1000 នាក់អញ្ចឹងម្នាក់នឹងគេបានតទៅវិញទៅថាមិនដូចជាអ្វីដែលលោកបានកើតនោះទេបន្ទាប់ពីបរាជ័យកាលពីម្សិលមិញហើយពួកយើងក៏បានចែកតំបន់គ្នាទៅល្បាតតាមក្រុមនីមួយរីឯការវាយប្រហារលើកទី2គឺចាប់ផ្ដើមនៅព្រឹកស្អែកនេះពួកយើងនឹងធ្វើតាមប្រទេសកូរ៉េជាមួយនឹងជប៉ុនម្នាក់នឹងគេបានសុំទោសផងដែរដោយសារតែពួកយើងគ្មានជំរើសនោះទេវៃសែលក៏មិនអីដែរប៉ុន្តែនិយាយអញ្ចឹងតើអ្នកទាំងអស់គ្នានៅសល់អាហារខ្លះទេម្នាក់នេះគេនៅសល់មីកញ្ចប់ពី3កញ្ចប់ដែរអញ្ចឹងវៃសែលក៏បានបបួលគេបដូរជាមួយនឹងផ្លែប៉េះអាហ្នឹងមែ
មែនមានកញ្ចប់ទេដូចជាសាច់ខ្លាដែលយើងតែងតែនិយាយហ្នឹងបានមកហើយក៏បានឲ្យអាស្វាមាសហ្នឹងស្វាមាសដែលមកទៅហិលមែនតែនប៉ុន្តែក៏នៅតែនិយាយថាឆ្ងាញ់ណាស់ដាក់ជាបន្តទៀតសូម្បីតែម្នាក់នេះក៏បានថាមើលទៅសត្វចិញ្ចឹមអញពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់សាច់រឿងក៏បានកើតទៅដល់យប់ឡើងវៃសៀវគាត់បានដេកគិតអំពីណានជឺបៃឈៀនលាវយ៉ាងជាមួយនឹងស៊ូសៀវឈិងមិនដឹងថាពេលនេះអ្នកទាំងអស់គ្នាទៅជាយ៉ាងណានោះទេសង្ឃឹមថាពួកគេនឹងមានសុវត្ថិភាពទៅចុះអ្នកនោះក៏បានឃើញជាមួយនឹងប្រច័នក៏បានប្រែទៅជាពណ៌ក្រហមគាត់បានដឹងថាមិនល្អនោះទេម្នាក់នេះគេបានរត់មកយ៉ាងទៅហេតុទៅហប់ទាំងរាងកាយពោពេញទៅដោយរបួសស្របពេលក៏ត្រូវបានដង្កូវទាំងអស់នេះស៊ីអ្នកដែលនៅជាមួយនឹងវៃសៀវបាញ់មិញបានឃើញចឹងក៏មិនចាំយូរដែរក៏បានដឹងថានៅពេលនេះបិសាចកំពុងតែមកទៀតដាក់មេប្រូចប៉ុន្តែក៏មិនអាចទៅណាបានទេហាក់បីដូចជាពេលនេះត្រូវបានបិសាចហុំព័ទ្ធរីវៃសៀវបន្ទាប់ពីពិនិត្យមើលទៅក៏បានដឹងថាបិសាចខ្លះមានល្វែល40យ៉ាងណាមិញដោយសារតែប្រមាណថ្ងៃនេះគាត់ក៏មានការរីកចម្រើនមិនតិចដូចគ្នាក៏បានបញ្ជាឲ្យក្រុងឆ្អឹងបិសាចរបស់គាត់ចូលទៅសម្លាប់រហូតទាល់តែបានធ្វើឲ្យបិសាចមួយត្រូវបានផ្ទុះខ្លួនបាត់បង់ជីវិតបន្សល់ទុកនូវបំណែកយ៉ាងច្រើនចឹងវៃសៀវក៏មិនអាចចោលបានដែរយកថង់មួយស្រាប់យកឲ្យបំណែកដែលបានផ្ទុះនឹងទុកទៅធ្វើអ្វីផ្សេងពេលនេះក៏បានដាក់បញ្ជាទៅកាន់បិសាចរបស់គាត់ទាំងអស់តាមប្រមាញ់បន្តទៀតសាច់រឿងក៏បានបង្ហាញខាងនេះយើងក៏បានឃើញជាមួយនឹងបិសាចមួយរៀបនឹងសម្លាប់ទៅកាន់ចាយម្នាក់ប៉ុន្តែត្រូវបានអ្នកក្លាហានម្នាក់មកជួយតាន់ពេលវេលានឹងបានអាចារ្យនឹងក្រោបឡើងមកហើយម្នាក់នឹងក៏មានឈ្មោះថាលាវធីជូម្នាក់ស្រីនឹងក៏បានអរគុណប៉ុន្តែរៀបនឹងងើបឡើងដីនៅទីនោះស្រាប់តែមានការរញ្ជួយម្ដងទៀតដង្កូវជាច្រើនក៏បានលេចចេញនៅពីក្រោយចាយនឹងហើយបន្ទាប់មកក៏បានសម្លាប់ទៅលើនាងទោះបីជាគេនោះបានឃើញចឹងក៏មិនអាចទៅជួយតាន់បានដែរមិនត្រឹមតែប៉ុណ្ណឹងនោះទេបិសាចក៏បានហុំពណ៌ជុំទៅធីជូថែមទៀតស្របពេលហ្នឹងវៃសៀវក៏បានមកដល់ទីហ្នឹងហើយនឹងបានឃើញជាមួយនឹងធីជូត្រូវបានបិសាចហុំពណ៌គាត់ក៏បានឲ្យអានជឿទៅសម្លាប់បិសាចនឹងទៅអានជឿរៀបនឹងប្រើប្រាស់ស្នៀតសម្រែកដើម្បីសម្លាប់បិសាចប៉ុន្តែត្រូវបានវៃសៀវតោងមកវិញដែលថាស្នៀតសម្រែករបស់ឯងក៏ពិតជាខ្លាំងពេកជាឯងនឹងធ្វើឲ្យមនុស្សមានរបួសដូចគ្នាកំឡុងពេលហ្នឹងធីជូគេបានហក់ទៅដាក់ញញួរបិសាចហ្នឹងប៉ុន្តែត្រូវបានបិសាចនឹងវាយឲ្យប៉ាងទៅចិត្តជាមួយនឹងវៃសៀវក៏បានសួរទៅកាន់សិស្សច្បងផងដែរតែមិនកើតអីទេមែនធីជូគេបានតបទៅកាន់សិស្សប្អូនវិញមិនអីនោះទេហើយសិស្សប្អូនឆាប់ចាកចេញពីទីនេះទៅទីនេះមានគ្រោះថ្នាក់ណាស់ហើយទោះខ្ញុំជាអ្នកទប់ទល់វៃសៀវក៏បានតទៅវិញទៅថាខ្ញុំដឹងដូចគ្នាថាទីនេះមានគ្រោះថ្នាក់ប៉ុន្តែខ្ញុំមកទីនេះដើម្បីស្វែងរកភ្នែកនៃស្នូយ៉ាងណាមិញធីជូក៏នៅតែប្រាប់ទៅកាន់សិស្សប្អូនកុំឲ្យនិយាយលេងអីឲ្យចាកចេញពីទីនេះឲ្យបានលឿនទៅវៃសៀវមិនត្រឹមតែមិនស្ដាប់សិស្សច្បងនោះទេប៉ុន្តែបាយជាសម្រុកចូលទៅទៀតហើយឲ្យសិស្សច្បងចាំមើលទៅបំបីទៅជាពីរតបតជាមួយនឹងបិសាចទាំងពីរនេះហើយចំណែកអាមួយដែលនៅសល់ធីជូគេនឹងដោះស្រាយអ្នកនៅបិសាចក្រុងឆ្អឹងរបស់វៃសៀវមកខាងតបតជាមួយនឹងអាដង្កូវនឹងមកខាងចំណែកឯមកខាងទៀតវៃសៀវក៏បានឲ្យតាសឹងបញ្ចេញកម្លាំងរបស់ឯងបន្តិចទៅចឹងតាសឹងក៏បានគប់ដុំភ្លើងជាច្រើនគប់យកតែម្ដងបណ្ដាលឲ្យបិសាចមួយនឹងឡើងឆេះពេញនឹងតែម្ដងហើយវៃសៀវក៏បានសរសើរទៅកាន់វាថាពិតជាអស្ចារ្យណាស់តាសឹងក៏បានតវិញមិនតាន់ចប់នោះទេទៅកណ្ដាប់ដៃស្ដេចស្វាខ្សំមួយកណ្ដាប់ដៃទៅមួយកណ្ដាប់ដៃនេះមិនស្រាលនោះទេធ្លុះពីម្ខាងទៅម្ខាងធីជូនៅចិត្តនឹងក៏បានសរសើរទៅកាន់សិស្សប្អូនពិតជាអស្ចារ្យមែនទែនហើយខ្ញុំក៏មិនអាចឈរមើលទៀតទេប្រើប្រាស់ស្នៀតព្យុះបង្វិលពូថៅបង្វិលទៅដល់ចិត្តនឹងក៏បានហក់ទៅសំពងក្បាលវាបណ្ដាលឲ្យវាងាប់បាត់ទៅវៃសៀវក៏បានដឹងថានេះគឺជាស្នៀតកម្រិតខ្ពស់ហើយសិស្សច្បងក៏ជាកំពូលទាំង3ហើយក៏ដឹងថាកំពូលទាំង3អីដែរធីជូគេបានសើចហើយបានលើកនេះគុំទៅបានសិស្សប្អូននោះទេហើយខ្ញុំពិតជាអរគុណវៃសៀវក៏បានតបទៅកាន់សិស្សច្បងវិញសិស្សច្បងមិនចាំបាច់អរគុណទេហើយបើពិតជាចង់អរគុណមែនខ្ញុំសូមពឹងរឿងមួយគេក៏បានឲ្យវៃសៀវនិយាយមកវៃសៀវក៏បានពឹងសិស្សច្បងខ្ញុំបានដឹងថាសិស្សច្បងទឹកមាត់ប្រៃណាមួយសំឡេងក៏បានស្រែកឲ្យអ្នកទាំងអស់គ្នាឆាបឆាចេញពីទីនឹងខ្ញុំនឹងដោះស្រាយជាមួយនឹងហ្វងបិសាចទាំងអស់នេះលឺអញ្ចឹងគេមានអារម្មណ៍ឆ្ងល់ផងដែរនេះគឺជាវងបិសាចដែលមានកម្រិតខ្លាំងតែឯងអាចដោះស្រាយជាមួយនឹងវាបានដោយរបៀបណាវៃសៀវក៏នៅតែប្រាប់ថាមិនបាច់បារម្ភនោះទេខ្ញុំអាចដោះស្រាយជាមួយនឹងពួកវាបានហើយបើសិនជាសិស្សច្បងនៅតែស្ទាក់ស្ទើរទៀតមនុស្សកាន់តែច្រើននឹងត្រូវបាត់បង់ជីវិតដោយគ្មានជម្រើសទៀតទេធីជូគេមានតែធ្វើទៅតាមសម្ដីដែលវៃសៀវបានប្រាប់ហើយគេក៏បានស្រូបយកខ្យល់យ៉ាងខ្លាំងស្រែកពេញមួយទំហឹងតង់រំពងពាសពេញទីនឹងឲ្យអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំឈ្មោះថាលាវធីជូឥឡូវនេះអ្នកទាំងអស់គ្នាឆាប់ចាក់ចេញពីទីនេះហើយរត់ទៅកាន់ភៀកខាងត្បូងហើយនេះក៏ជាសម្ដីរបស់សិស្សច្បងចឹងហើយពួកគេក៏បានស្ដាប់ធ្វើទៅតាមអ្វីដែលធីជូបាននិយាយស្របពេលនឹងដែរយើងក៏បានឃើញជាមួយនឹងយ៉ាងអឺត្រៀមខ្លួនរួចជាស្រេចបញ្ចេញនៅក្រុងឆ្អឹងវេទមន្តគាត់ត្រៀមតបតល់ខណៈពេលដែលពួកគេកំពុងទៅរត់មកនឹងក្រុងឆ្អឹងវេទមន្តក៏បានបាញ់ធម្មពលទៅសម្លាប់ទៅលើបិសាចនៅពីក្រោយយ៉ាងកង់រំពងពេញនឹងអ្នកទាំងអស់គ្នាដែលបានរត់មកហើយទៅបានឃើញចឹងក៏បានលន់មកថាខ្លាំងម្ល៉េះសូម្បីតែធីជូក៏បានសរសើរទៅកាន់សិស្សប្អូនថាពិតជាអស្ចារ្យមែនទែនហើយមិនក៏សូមបញ្ចប់ភាគនេះត្រឹមតែប៉ុណ្្នឹងសិនហើយក៏ជាភាគទី17 16 17ហើយភាគនេះដូចជាមានសម្លេងដូចជារឿងទៀបឲ្យខ្ពស់ទៅឯសារតាភ្លៀងមានផឹងនិយាយដែលផឹងសាយឲ្យឈ្នះភ្លៀងអញ្ចឹងទៅដើម្បីកុំឲ្យលឺសូរសម្លេងភ្លៀង
ងខ្លាំងពេកដោយសារតែមានខ្ជិលឈប់ដោយសារតែច្រោះសម្រាយហើយសម្រាយហ្មងទៅហើយដូចជារៀងនិយាយទៅប៉ាយក្រោយវីដេអូតិច admin ចឹងបាយបាយជួបគ្នាវីដេអូក្រោយ